បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកបង្ហាញពីកន្លែងលក់នំប៉័ងគៀបមួយកន្លែងនៅជិតផ្សារទឹកខ្លាហ្នឹងបាទហើយមានរសជាតិឈ្ងុយឆ្ងាញ់មែនទែនក្នុងម្ដង5000រៀលការខ្ញុំទៅលេងនៅស្រុកខ្មែរអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចចូលរួមទស្សនាមើលទាំងអស់គ្នាហើយនឹងចង់សាកឬក៏ចង់ភ្លក់ខ្ញុំនឹងដាក់លេខទូរស័ព្ទហើយទីតាំងអ្នកអាចសាកសួរទៅតាមលេខទូរស័ព្ទដែលលោកអ្នកចង់ដឹងតើទីតាំងលក់របស់គាត់នៅម្ដុំណាដើម្បីសាកសួរងាយស្រួលក្នុងការស្វែងរកទីតាំងរបស់គាត់បាទនំប៉័ងគាត់បានយកកម្ដៅហើយយកមកគៀបហើយយកទៅកម្ដៅវិញដើម្បីឲ្យវាស្រួយល្អបានល្អមែនទែនបាទសម្រាប់ទស្សនភាពដែលខ្ញុំកំពុងតែផ្តិតរូបភាពឲ្យនេះគឺអ្នកលក់បច្ចុប្បន្នអនាម័យនឹងសម្រាប់ធ្នាប់ក្នុងរបៀបរៀបរយក្នុងការរៀបចំការលក់របស់គាត់មែនទែនបាទហើយគាត់ពិតជាចំណាប់ជំនាញមែនទែនក្នុងការប្រកបមុខរបរមួយនេះបាទហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនចង់សាករសជាតិនៃនំប៉័ងគៀបរបស់គាត់នឹងពិតជាឆ្ងាញ់មែនសូមចូលរួមគ្រប់គ្រងហើយនឹង support គាត់ផងបាទហើយលេខទូរស័ព្ទខ្ញុំបានដាក់នៅខាងមុខរួចហើយបើចង់ដឹងទីតាំងសូមសួរគាត់បញ្ជាក់តាម Telegram និងលេខទូរស័ព្ទរបស់គាត់បាទសូមអញ្ជើញទស្សនាទាំងអស់គ្នាក្នុងសកម្មភាពដែលគាត់កំពុងតែធ្វើនំប៉័ងគៀបនឹងខ្ចប់វិចដោយចំណាប់ជំនាញរបស់គាត់នឹងយើងមើលតែសម្លេងកាត់នំប៉័ងយើងដឹងថានំប៉័ងស្រួយប៉ុណ្ណាបាទអ្វីដែលគាត់កំពុងតែចាប់ដាក់នេះគឺសាច់ផាត់បាទឥឡូវនេះសាច់ក្តាមដែលហើយយើងដាក់ផាត់ក្តាមហ្នឹងបាទគាត់កំពុងតែដាក់ពីលើហ្នឹងបាទគាត់កំពុងដាក់បន្តទៀតគឺពោតក្របពោតហ្នឹងបាទដែលចំហុយពោតចំហុយរបស់យើងហ្នឹងដែលចិត្តជាក្របបេះជាក្របហើយឥឡូវគាត់ដាក់បន្តទៀតគឺស្លឹកខ្ទឹមដែលមានសោសរបស់គាត់ហ្នឹងជាមួយនឹងស្លឹកខ្ទឹមរោយពីលើដល់នំប៉័ងហ្នឹងបាទសម្រាប់គាត់កំពុងដាក់ទៀតហ្នឹងគឺទឹកសោសរបស់គាត់រោយពីលើហើយនឹងមានទឹកមួយទៀតបសហ្នឹងគឺទឹកម៉ាញ៉ាណេសបាទតោះឥឡូវយើងខ្ចប់រួចហើយឥឡូវយើងចាប់ផ្ដើមយកមកដល់ផ្ទះហើយចាប់ផ្ដើមភ្លក់ទាំងអស់គ្នាជាមួយនឹងកូនប្រុសរបស់ខ្ញុំបាទមើលតមាត់ទៅយើងដឹងហើយថាគាត់ឆ្ងាញ់ប៉ុណ្ណាតែមកយុប៉ុណ្ណឹងឯងដឹងរបស់ឆ្ងាញ់ទៀតបាទសូមអរគុណសូមជម្រាបលា